សួស្តីបងប្អូនទាំងអស់គ្នានេះជារូបមន្តដែលខ្ញុំធ្វើ XO សោះរួមមានយេហឺចំនួន400ក្រាមបង្គាចំនួនបង្គាក្រៀមចំនួន400ក្រាមត្រីងៀតចំនួន400ក្រាមឆៃប៉ូវចំនួន400ក្រាមសាច់មាន់កិនចំនួន1គីឡូបញ្ជាក់ត្រីងៀតបង្គាក្រៀមហើយនឹងយេហឺគឺយើងយកវាទៅកិនខ្ទឹមសចិញ្ច្រាំ1គីឡូខ្ទឹមក្រហមចិញ្ច្រាំ1គីឡូម្ទេសច្រៀមកិន800ក្រាមអំបិល200ក្រាមស្ករស800ក្រាមសាស៊ុបខ្នុរ250ក្រាមប៊ីចេង300ក្រាម bean powder ចំនួន500ក្រាមបើសិនជាអត់មានមិនបាច់ដាក់ក៏បានដែរបងប្អូននិងប្រេងឆាចំនួន5លីត្របន្ទាប់មកគឺយើងយកគ្រឿងផ្សំខាងលើនោះរួមមានដូចជាបង្គា